ទី1 42% អាវុធនៅក្នុងដៃកងទ័ពថៃជារបស់ចិនទី2ស្ពានគោកនៅក្រៅទី3ស្ដេចថៃទស្សនកិច្ចនៅស្រុកចិនទី4អានុទិនវាប្រាប់គ្នាវាថាអញបោកអាមេរិកទេ MOU នឹងបានចេញគឺអាមេរិកឃើញប្រទេសថៃបង្ហាញភាពល្មិលគុណនឹងអាមេរិកអញ្ចឹងទី1ការខាត់ចូលចិត្តឡើងរវាងថៃនិងចិនទី2ការដែលថៃអ្នកនយោបាយថៃកំពុងតែប្រកាសធ្វើស្ពានគោកកាត់ព្រែកកាត់តំបន់ក្រាគេហៅ Isthmus of Kra ណាពីចំពុនទៅរ៉ាត់ណងដែលគម្រោងស្ពានគោក$36,000 លាន Land Bridge ដែលមាន highway ទាំងទៅទាំងមកមានបំពង់បង្ហូរប្រេងនិងផ្លូវដែកដែលមានតម្លៃប្រមាណជា$36,000 លានទៅ$45,000 លានអាមេរិកចាត់ទុកថាសេចក្តីប្រកាសរបស់ថៃជាមួយចិនត្រូវតែទះកៀងថៃឲ្យហើយអញ្ចឹងដែលឥឡូវនេះថ្ងៃនេះពួកថៃណាបានបន្ទោសថាមកពីអានុទិនមកអត់គម្រោងអញ្ចឹងគេដាក់កំហុសលើវាតែមិនមែនទេអាមេរិកទះនេះទះឲ្យដឹងខ្លួនទី1គឺអាវុធ 42% របស់ចិននៅលើដៃទាហានថៃទី2ផែនការស្ពានគោកពីជំពុនទៅរ៉ាក់ណុងដែលជាអតីតផែនការព្រែកជីក្រាទី3ស្ដេចថៃធ្វើទស្សនកិច្ចនៅស្រុកចិនមិនមែនត្រឹមតែទះកៀងទេអាមេរិកតាក់ទងអាល្លឺម៉ង់ទៀតថាមើលលុយស្ដេចថៃមាន$76,000 លានស្ដេចថៃទ្រព្យសម្បត្តិរាជានិយមថៃមាន$76,000 លានអាមេរិកប្រាប់អាល្លឺម៉ង់មើលមែនតើលុយចាត់ចែងមើលមែនតើអូខេបន្ទាប់មកទៀតអាត្រង់ក្តៅឆេវនឹងសម្ដីពួកអាឆ្លើយថៃវានិយាយថា MOU ដែលចុះហត្ថលេខាជាមួយ Donald Trump is a non-binding so don't worry about that មានន័យថាម៉េចវាថាអនុសារណៈដែលចុះហត្ថលេខានៅថ្ងៃទី30សំទោសនៅថ្ងៃទី26ដល់ថ្ងៃទី30ដែលចរចាគ្នាអំពីរឿងរ៉ាវកម្រវាជាអនុសារណៈដែលមានទម្ងន់ច្បាប់មិនធ្ងន់ធ្ងរតែគេមតិនៃអ្នកប្រាជ្ញថៃវាគិតថាប្រទេសវានឹងមិនគួរណាឲ្យអាមេរិកធ្វើអាជីវកម្មតាមចិត្តទេក៏ប៉ុន្តែចិនចូលពេញហើយអញ្ចឹងអាមេរិកអត់ចូលចិត្តថាក់សិនទេព្រោះថាក់សិនជាអេเจนต์របស់ចិនថាក់សិនវាជាភ្នាក់ងាររបស់ចិនភឿថៃវាបម្រើនយោបាយចិនតាំងពីសម័យសិទ្ធិថាវិសិនអនុទិនចានវីរៈគុណសញ្ញាហើយត្រឡប់ទៅផ្ទះវិញនិយាយថា it's not binding ឬដល់ត្រង់ផ្ទះរឿងឯងទៅចាប់ដៃត្រង់មកខាងដៃមកខាងដាក់ក្នុងកប៉ៅខោអត់ប្រកាន់ទេប៉ុន្តែឯងទៅនិយាយប្រាប់គ្នាឯងថា MOU ឯងនិយាយជាមួយអញ it's not binding មិន not binding អញផ្ទះឯងអញ្ចឹងតាន់ពេលឯងតោះគ្នាជាមួយកម្ពុជាអញផ្ទះឯងហើយអញចង់ឲ្យហ៊ុនម៉ាណែតដឹងថាកុំយកកលៀងមកសោកអញហ៊ុនម៉ាណែតត្រូវប្រាប់ឪពុកខ្លួនឯងថាពុកបើចង់ deal ជាមួយអាមេរិកដាក់រ៉ែនៅក្នុងប្រទេសបើឲ្យចិនមកកាយរ៉ែយកឲ្យពុកឯងយល់ថាបោកអាមេរិកបានណាពុកឯងអនាគតដូចស្អីនោះចឹងប៉ុន្តែហ៊ុនម៉ាណែតដែលនិយាយមកពុកចឹងទេតើខ្ញុំនិយាយឲ្យលឺការប្រាប់ថៃថាកុំឲ្យឆ្លើយគឺជាការប្រាប់ថៃថាកុំឲ្យឆ្លើយប៉ុន្តែនៅកម្ពុជាក៏កុំឲ្យចូលពេកមិនបានកុំឲ្យចូលពេកជាមួយ Donald Trump អត់មានដែលទៅជួយអ្នកណាឲ្យអត់បងលុយទេវិញមិនមែនមកពីហ៊ុនម៉ាណែតនិយាយទូរស័ព្ទឲ្យព្រមទេអាមេរិកត្រូវការថាបើអាមេរិកជួយអីត្រូវតែបងលុយហើយកុំឲ្យឆ្លើយកុំឲ្យលេងសើចគូណា